វត្តនៃឧក្រិដ្ឋកម្ម scam online ពីកនុយគឺដល់គឺការធ្វើទារុណកម្មនៅក្នុងសម័យ digital អំពើបោកប្រាស់តាមប្រព័ន្ធ online scam មិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាឧស្សាហកម្មឧក្រិដ្ឋកម្មដែលមានការរៀបចំប្រព័ន្ធយ៉ាងស្មុគស្មាញ 1. ការដាក់នុយ the hook ក្រុម scam ប្រើប្រាស់ចំណុចខ្សោយរបស់មនុស្សគឺភាពលោភលន់និងតម្រូវការលុយបោកអ្នកចង់បានការងារផុសរើបុគ្គលិកធ្វើការងារស្រួលប្រាក់ខែខ្ពស់ 1000-2000 នៅតាមតំបន់សេដ្ឋកិច្ចពិសេសឬកាស៊ីណូបោកអ្នកចង់ចំណេញលុយបង្កើត app វិនិយោគคล้ายៗឲ្យដាក់លុយតិចចំណេញច្រើនបោកអ្នកចង់បានស្នេហាបង្កើត account ស្រីស្អាតប្រុសសង្ហាឆាត់មកលួងលោមយកចិត្តទុកចិត្តរួចបួលរកស៊ី 2. ការបោសសម្អាតសេរីភាព the trap នៅពេលជនរងគ្រោះជឿជាក់ហើយធ្វើដំណើរទៅដល់ទីតាំងពួកគេនឹងត្រូវដកហូតលិខិតឆ្លងដែននិងទូរស័ព្ទត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងអគារដែលមានរបងបន្លាខ្ពស់និងមានសន្តិសុខយាមកាម24 ម៉ោងត្រូវបានបង្ខំឲ្យរៀនតិចនិកបោកប្រាស់គឺដើម្បីទៅបោកអ្នកដទៃបន្តតាម Facebook, Telegram និង WhatsApp 3. ការធ្វើទារុណកម្មនិងការលួចដូរមនុស្ស the abuse នេះគឺជាចំណុចខ្មៅងងឹតបំផុតបង្ខំធ្វើការត្រូវអង្គុយមុខកុំព្យូទ័រ 12 ទៅ 15 ម៉ោងក្នុងមួយថ្ងៃបើបោកគេមិនបានតាមគោលដៅឆយិតនិងត្រូវរងទណ្ឌកម្មទារុណកម្មការវាយដំការឆក់ខ្សែភ្លើងការបង្អត់អាហារឬការចាប់ដាក់បន្ទប់ងងឹតត្រូវបានប្រើដើម្បីបំបាក់ស្មារតីការលក់ដូរបើជនរងគ្រោះធ្វើការមិនកើតឬចង់រត់ពួកគេនឹងត្រូវលក់ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតដោយទំនិញដើម្បីដោះបំណុលដែលក្រុមឧក្រិដ្ឋជនបង្កើតឡើង 4. ក្នុងបង្អែកនិងប្រព័ន្ធការពារ the protection ហេតុអ្វីបានជា Spook Scam អាចរស់បានគឺដោយសារការបែងចែកផលប្រយោជន៍ទឹកលុយរាប់លានដុល្លារត្រូវបានប្រើដើម្បីក្បិតភ្នែកបិទមាត់អាជ្ញាធរខិលខូចមួយចំនួនក្នុងតំបន់បណ្ដាញខ្សែរយៈពួកគេមានអ្នកកាំងនិងអ្នកផ្ដល់ព័ត៌មានមុនពេលមានការចុះបង្ក្រាប 5. វិធីការពារខ្លួន the shield ដើម្បីកុំឲ្យធ្លាក់ក្នុងអន្លង់ scam 1. កុំជឿលើលុយងាយគ្មានការងារណាដែលស្រួលហើយបានប្រាក់ខែខ្ពស់ខុសធម្មតានោះទេ 2. ត្រួតពិនិត្យប្រភពរាល់ការវិនិយោគឬការងារត្រូវតែមានប្រភពច្បាស់លាស់និងស្របច្បាប់ 3. ការពារព័ត៌មានផ្ទាល់ខ្លួនកុំប្រាប់លេខកូដ OTP ឬ password ទៅកាន់អ្នកដទៃទោះក្នុងហេតុផលណាក៏ដោយសេចក្តីសន្និដ្ឋានការបង្ក្រាបសម្បុក scam មិនមែនត្រឹមតែការចាប់អ្នកយាមទ្វារនោះទេប៉ុន្តែគឺការវះកាត់ផ្ដាច់ឫសគល់នៃខ្សែរយៈនិងខ្នងបង្អែកដែលនៅពីក្រោយដរាបណាយុទ្ធធម៌គឺនៅតែត្រូវគេលក់ដូរដោយទឹកលុយនោះជនរងគ្រោះនឹងនៅតែបន្តបង្ហូរទឹកភ្នែក